ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំសូមចែករំលែកនៅបទពិសោធន៍មួយណាខ្ញុំពេលខ្លះទៅមិនថាតែខ្ញុំឬក៏អ្នកទាំងអស់គ្នាទេយើងតែងតែសារឮគេនិយាយថាម្នាក់នេះមានសំណាងគាត់នោះមានសំណាងអ្នកនេះមានសំណាងអ្នកនោះមានសំណាងអញ្ចឹងហើយពេលខ្លះយើងស្ដាប់ពាក្យមានសំណាងរបស់គេហើយហ្នឹងវាធ្វើខ្លួនឯងនឹងអត់សុបាយចិត្តវាធ្វើខ្លួនឯងមានអារម្មណ៍ខ្លួនឯងតូចទាបណាស់វាធ្វើខ្លួនឯងមានអារម្មណ៍ថាហេតុអីក៏យើងអត់មានសំណាងដូចគេហេតុអីក៏យើងអត់មានឱកាសដូចគេហេតុអីក៏យើងមិនអាចដូចគេអីអញ្ចឹងណាប៉ុន្តែសម្រាប់ខ្ញុំសូមចែកឲ្យអ្នកទាំងអស់គ្នាចេះសំណាងណាអត់មានសំណាងណាដែលបានមកដោយគ្មានការប្រឹងប្រែងទេហើយសំណាងដែលមានស្ថិរភាពសំណាងដែលធ្វើឲ្យយើងសប្បាយរីករាយសំណាងដែលធ្វើឲ្យយើងមានអារម្មណ៍ថាមានមោទនភាពមានឥស្សរភាពគឺសំណាងដែលបានមកពីដៃទាំងពីររបស់យើងនឹងឯងព្រោះខ្ញុំក៏ធ្លាប់មានអារម្មណ៍ទាំងអស់នឹងដែរកន្លងមកប៉ុន្តែនៅពេលដែលខ្ញុំខំប្រឹងប្រែងខ្លួនឯងឲ្យដូចអ្វីដែលខ្ញុំចង់បានហើយទៅខ្ញុំដឹងថាអូខេសំណាងគឺបានមកពីការខំប្រឹងប្រែងរបស់យើងមិនមែនសំណាងដោយសារយើងទៅសម្លឹងមើលគេហើយយើងដេកសម័យយើងដេកបែបបន់នោះទេមានន័យថាសំណាងគឺយើងបង្កើតឡើងដោយខ្លួនឯងយើងរៀនយើងធ្វើយើងបង្កើតឱកាសយើងចាប់ឱកាសយើងឆក់ឱកាសនិយាយរួមគឺយើងប្រឹងប្រែងធ្វើដោយខ្លួនឯងអញ្ចឹងហើយខ្ញុំលើកទឹកចិត្តអ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាគួរតែរៀនទម្លាប់មួយគឺបណ្ដុះអាភាពវិជ្ជមាននៅក្នុងខ្លួនហើយប្រាប់ខ្លួនឯងថាសំណាងទាំងអស់ត្រូវតែបង្កើតឡើងដោយខ្លួនឯងសំណាងដែលបានមកដោយខ្លួនឯងដោយសមត្ថភាពខ្លួនឯងដោយការខិតខំព្យាយាមប្រឹងប្រែងដោយខ្លួនឯងអ្នកណាក៏កើតមកដៃទទេដូចគ្នាដែរមែនអត់អ្នកណាក៏កើតមកអត់មានសម្លៀកបំពាក់ដូចគ្នាដែរតែអ្វីដែលសំខាន់ទោះបីជាមជ្ឈដ្ឋានយើងពីអតីតកាលការរស់នៅបែបណាអត់សំខាន់ទេសំខាន់បច្ចុប្បន្នកាលតែយើងបានប្រឹងប្រែងអស់ពីលទ្ធភាពហើយនៅដើម្បីដណ្ដើមយកសំណាងមួយហ្នឹងនេះគឺជាពាក្យលើកទឹកចិត្តសម្រាប់ខ្លួនខ្ញុំណាព្រោះខ្ញុំដឹងថាមនុស្សយើងមួយថ្ងៃទល់មួយថ្ងៃ24ម៉ោងយើងអត់មានពេលដែលថាអារម្មណ៍យើងសប្បាយចិត្តរហូតនោះទេប៉ុន្តែយើងកុំឲ្យអារម្មណ៍ដឹកមុខខ្ញុំដឹងថាមនុស្សយើងពេលខ្លះរាល់ថ្ងៃហ្នឹងធ្វើការក៏ដោយរៀនក៏ដោយរកស៊ីក៏ដោយប្រើអារម្មណ៍ច្រើនពេកកាលណាដែលយើងប្រើអារម្មណ៍ច្រើនពេកវាធ្វើឲ្យប៉ះពាល់ទាំងអស់ដោយសារអីអារម្មណ៍យើងពេលខ្លះវាដែនដងពេកវាសម័យខ្លាំងពេកវាអត់មានអ្វីដែលគេថាតត្តភាពជាក់ស្ដែងណាប៉ុន្តែបើយើងប្រើខួរក្បាលយើងឲ្យច្រើននៅពេលដែលយើងធ្វើការយើងរៀនរកស៊ីឬមួយក៏ការរៀនសូត្រផ្សេងក៏ដោយខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នានឹងបានសំណាងនឹងមកដោយមានសុវត្ថិភាពដោយមានមោទនភាពបំផុតហើយឈប់យកជីវិតខ្លួនឯងទៅប្រៀបធៀបថាហេតុអីគេមានសំណាងជាងយើងហេតុអីគេកើតមកគេមានសំណាងហេតុអីគេអញ្ចេះហេតុអីគេអញ្ចោះពីព្រោះខ្ញុំកើតមកក៏ជាកូនអ្នកកសិករកូនអ្នកក្រីក្រដូចគ្នាដែរប៉ុន្តែខ្ញុំមិនដែលអស់សង្ឃឹមទេអ្វីដែលមាននៅក្នុងខ្លួនខ្ញុំនោះគឺភាពវិជ្ជមានអញ្ចឹងខ្ញុំជឿជាក់ថាភាពវិជ្ជមាននៅពេលដែលមានទៅលើបុគ្គលណាម្នាក់ហើយអ្នកទាំងអស់គ្នាចង់បានអីក៏បានដែរភាពជោគជ័យវានឹងរុនមករកយើងហើយអត់មានអ្នកណាគេម្នាក់បានសំណាងដោយសារតែការអង្គុយបែបបន់ស្រន់នោះទេព្យាយាមពីមួយថ្ងៃទៅមួយថ្ងៃហើយកុំអស់សង្ឃឹមនៅពេលដែលយើងជួបបញ្ហានៅពេលដែលយើងជួបឧបសគ្គម្ដងម្កាលបាក់ទឹកចិត្តម្ដងម្កាលយើងលួងលោមខ្លួនឯងថាអូខេបន្តិចទៀតយើងនឹងឆ្លងផុតហើយបន្តិចទៀតយើងនឹងដើរផុតកន្លែងហ្នឹងហើយអញ្ចឹងសំណាងវានៅរងចាំយើងនៅខាងមុខមកហើយយើងកុំចេះតែប្រៀបធៀបជីវិតគេជាមួយនឹងជីវិតយើងខ្ញុំនិយាយដែរអញ្ចឹងជីវិតមនុស្សម្នាក់ជួបបញ្ហាមិនដូចទេចង្គៀងតែអ្នកណាភ្លឺផ្ទះអ្នកហ្នឹងអញ្ចឹងហើយអ្វីដែលសំខាន់ពេលដែលយើងរាល់ថ្ងៃនេះព្យាយាមប្រឹងប្រែងអស់ពីលទ្ធភាពឲ្យអស់ពីសមត្ថភាពសំណាងល្អឱកាសល្អអ្វីល្អវានឹងចូលក្នុងជីវិតយើងជារៀងរាល់ថ្ងៃអរគុណច្រើន